សួស្តីបងប្អូនថ្ងៃនេះមកសុំឆ្វាចម្ដងណាបងប្អូនណាសុំប្រើ app មួយហើយដោយសារតែទីតាំងយើងវារឿងល្ងឹតអត់សូវភ្លឺអញ្ចឹងដាក់ app តិចទៅដើម្បីជួយពលឺបន្ថែមបងប្អូនអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយនិយាយអំពីទឹកឃ្មុំបងប្អូនណាខ្លះដែលធ្លាប់បានទិញទឹកឃ្មុំហើយពេលដែលយកមកតេស្តជាមួយនឹងភេសជ្ជៈផ្សេងៗណាសម្រាប់អ្នកដែលគាត់ចូលចិត្តតេស្តភេសជ្ជៈថ្មីអញ្ចឹងទៅឬក៏មករយៈមុនយើងមានប្រើទឹកឃ្មុំខាងអ្នកចិត្តខាងអីខ្លះអញ្ចឹងណាវាថាទឹកឃ្មុំដែលមានតម្លៃរៀងធូរថ្លៃបន្តិចបើទឹកឃ្មុំយើងធម្មតារៀងថ្លៃគួរសមដែរអញ្ចឹងពេលខ្លះអ្នកលក់អត់សូវចំណេញមានថាថ្លៃពេកចុះអូខេអញ្ចឹងក៏យកទឹកឃ្មុំរសជាតិមកល្មមឧទាហរណ៍ថាដូចសាក់តេស្តទឹកឃ្មុំថ្មីទឹកឃ្មុំខ្មែរយើងម្ដងអញ្ចឹងណាតែទៅមានអារម្មណ៍ថាវាអត់ត្រូវជាមួយនឹងភេសជ្ជៈបងប្អូនដូចជាតែគុជឆ្មាទឹកឃ្មុំអីផ្សេងណាអញ្ចឹងពេលដែលអត់ត្រូវមានអារម្មណ៍ថាវារៀងស្ទើររសជាតិអីចឹងទៅអញ្ចឹងបងប្អូនធ្វើមិនបោះចោលឈប់ប្រើឬក៏ចាំលាយជាមួយនឹងទឹកក្តៅវិញអូខេអញ្ចឹងនេះខ្ញុំយកវាទៅដាក់ជាមួយនឹងកាហ្វេវិញម្ដងអូខេឥឡូវនេះខ្ញុំមានកែវកាហ្វេនេះខ្ញុំដាក់ទឹកឃ្មុំតាមចំណង់ចំណូលចិត្តបងប្អូនដូចនេះខ្ញុំអីដាក់តិចទេអញ្ចឹងយើងតេស្តមួយសិនទៅអូខេឥឡូវទឹកឃ្មុំនេះខ្ញុំដាក់ហើយដាក់តិចសិនទេណាបន្ទាប់មកអូខេនេះខ្ញុំដាក់ទឹកដោះគោចូលដាក់ទឹកដោះគោចូលតមកយើងទៅយកហ្នឹងចាំការទៀតកូរវាសិនមកនេះអូខេជាធម្មតាយើងដាក់ទឹកកកអត់សិនមែនទេហើយចាំដាក់កាហ្វេប៉ុន្តែឥឡូវអត់ទេនេះខ្ញុំចាក់យកតែហ្មងទៅចាក់យកកាហ្វេហ្មងទៅអូខេពុកដាក់ទឹកកកក៏មិនបាក់កោម្ដងទៀតសំបែបលឿនហ្មងទៅមកដាក់ទឹកកកអូខេចាក់យ៉ាងណាដាក់សាក់ពុកទៅសិនដោយសារតែខ្ញុំដាក់ទឹកឃ្មុំរៀងតិចដែរទេអញ្ចឹងកាហ្វេនៅមានរសជាតិរបស់កាហ្វេដដែលអត់មានបាត់រសជាតិកាហ្វេទេបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តផ្អែមអាចដាក់លើនឹងបន្តិចអញ្ចឹងសម្រាប់ទឹកឃ្មុំនេះបើយើងដាក់ជាមួយភេសជ្ជៈមួយចំនួនវាទឹកឃ្មុំវាលុបវាធំខ្លួនទឹកឃ្មុំ